ជាបឋមខ្ញុំបាទសូមគោរពជម្រាបសួរលោកគ្រូទោះដែលសួស្តីមិត្តភ័ក្តិរួមទាំងអស់គ្នាខ្ញុំក្រុមទី6មកនិយាយពីធានបទ MVC អានេះគឺជាសមាជិកក្រុមរបស់ខ្ញុំហើយ content របស់យើងមាន4យើងទី1និយាយពី introduction ទី2 component របស់ MVC មានអីខ្លះទី3យើងនិយាយពី advantage ជាមួយនឹង disadvantage ហើយទី4យើងនិយាយពី MVC flow ជាមួយនឹងមាន demo ទី1 introduction ពាក់ព័ន្ធជាមួយនឹង MVC អីទៅគឺជា MVC ហើយ feature របស់វាមានអីខ្លះ MVC គឺជា design pattern អាន័យថាហ្នឹងគឺជាការ pattern មួយនៅក្នុងការ design របស់យើងវាបំបែកវាបំបែក programmer វា separate program យើងទៅជា3ផ្នែកធំវាមានដូចជា model view ជាមួយនឹង control feature របស់វាគឺអាន័យថាទី1វាបំបែក code របស់យើងទី2វាធ្វើឲ្យយើងងាយស្រួល update ងាយស្រួលមើលទី3វានិយាយទៅវា support ជាមួយនឹងTDD គេហៅថា test driven development ហើយទៅបន្ទាប់យើងនិយាយពី component របស់វា component របស់វាគឺទី1មាន model គឺវាពាក់ព័ន្ធជាមួយនឹងវា interact ជាមួយនឹង database នៅពេលដែល user គាត់ធ្វើការ send អីមួយទៅវាពាក់ព័ន្ធមួយ database អានេះគឺវាទាញពី data ពី database ហើយវាបញ្ជូនទៅខាង controller ខាង view នេះគឺខាងបង្ហាញទិន្នន័យទៅកាន់ interface របស់យើងវាកំពុងទៅលើ interface rendering data ហ្នឹងហើយបន្ទាប់មកយើងទៅដល់ controller មានន័យថាវា connect between ជាមួយនឹងmodel ជាមួយនឹង view របស់យើងហើយជាមួយនឹង user interface ពេលដែល user interface ពេលដែល user request ទៅគឺវាទៅ controller សិនហើយបន្ទាប់មកវាបញ្ជូនថាចង់បានអីទៅវាបញ្ជូនទៅខាង model ហើយ model បានវាបញ្ជូនទិន្នន័យមកវិញហើយបានវាបញ្ជូនទៅ view Okay that's it ហើយចូលចំណុចទី2ចូលមកដល់ចំណុចទី2គឺ advantage មួយ disadvantage of MVC advantage របស់MVC មានដូចជាកូដងាយស្រួលក្នុងការថែរក្សាហើយនឹងងាយស្រួលពង្រីកនឹងសមាសធាតុ model MVC អាចត្រូវបានដាក់តេស្តដោយឡែកពីគ្នាបាននិងសមាសធាតុនៃ MVC អាចត្រូវបានអភិវឌ្ឍក្នុងពេលដំណើរគ្នាវាជួយកាត់បន្ថយភាពស្មុគស្មាញដោយការបែងចែកកម្មវិធីជា3ឯកតាគំរូទិដ្ឋភាពនិងឧបករណ៍បញ្ជាវាគ្រប់គ្រងក្នុងការអភិវឌ្ឍជំរុញការធ្វើតេស្ត TDD វាដំណើរការបានល្អសម្រាប់កម្មវិធីគេហទំព័រដែលបានគ្រប់គ្រងដោយ website និង developer ធំ architecture ជួយសាកល្បងសមត្ថភាពឯករាជ្យដោយឯករាជ្យព្រោះថ្នាក់និងវត្ថុទាំងអស់គឺឯករាជ្យពីគ្នាទៅវិញទៅមកការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក SEO ដែលងាយស្រួលបន្ទាប់មកចូលមកដល់ disadvantage វាមានដូចជាវាពិបាកនៅក្នុងការរៀបនិងការផ្លាស់ប្ដូរគំរូឡើងវិញវាមិនសមស្របនឹងការសាកល្បងកម្មវិធីតូចនោះទេនិងភាពគ្មានប្រសិទ្ធភាពនៃការទទួលបានទិន្នន័យក្នុងទិដ្ឋភាពការរុករក framework អាចមានភាពស្មុគស្មាញព្រោះវាណែនាំសតរថ្មីៗនៃការ update ដែលត្រូវការអ្នកប្រើប្រាស់សម្របខ្លួនទៅតាមលក្ខណៈវិនិច្ឆ័យនៃ MVC និងចុងក្រោយគឺបង្កើនភាពស្មុគស្មាញនិងប្រសិទ្ធភាពទិន្នន័យមកចូលមកដល់ MVC flow and demo MVC flow ហ្នឹងគឺយើងនិយាយពី flow នៃការប្រើប្រាស់ model view និង controller ហើយការ flow របស់វាគឺទី1គឺ user interact ទៅលើ view គឺនៅលើ screen របស់យើងហ្នឹងបន្ទាប់មកពេល interact គឺវាបញ្ជូនព័ត៌មានទៅ controller ដើម្បី process input ហើយវា update ទៅលើ data model ហ្នឹងគឺ update ទៅលើ data ហើយបន្ទាប់មក controller ហ្នឹង pass data ដើម្បីបញ្ជូនទៅ view ហើយ view បង្ហាញទៅបង្ហាញ output ទៅ user វិញចំណុចបន្ទាប់គឺ working of the MVC framework with example អញ្ចឹងគឺយើងសម័យថា user គឺ send request ទៅ server ដើម្បីទទួលបាននៅ list student ដែលរៀននៅក្នុង
ថ្នាក់មួយហើយបន្ទាប់មក server គឺគាត់គឺ send request ហ្នឹងគឺ particular ដើម្បី control ទៅលើ student នីមួយៗហ្នឹងហើយ controller request ទៅលើ model ដើម្បីទទួលយក data ហើយយក data ហ្នឹងបង្ហាញទៅ view អូខេ ពីនៅបន្ទាប់គឺយើងយើងនិយាយពី popular framework ដែលប្រើប្រាស់នៅក្នុង MVC គឺមានដូចជា Ruby on Rails, Django, CherryPy, Spring MVC, Catalyst, Rails, Zen framework, Fuel, PHP, Laravel and Symfony ចំណុចបន្ទាប់គឺយើងធ្វើការ demo អញ្ចឹងបកគលឲ្យ Pro Science ចឹងមកដល់កន្លែងបន្ទាប់ទៀតគឺទៅដល់ការ demo ចឹងក្នុងពេលហ្នឹងខ្ញុំមាន scenario មួយគឺយើងចង់ update banner របស់យើងហ្នឹងនេះរូបភាពហ្នឹងជា banner របស់យើងហ្នឹងគឺដល់ប្រើប្រាស់នៅ MVC ចឹងនៅពេលហ្នឹងទៅនេះគឺខាងផ្នែក cost user ដែលប្រើប្រាស់ដំណើរចឹងដើម្បី update ហ្នឹងគឺខ្ញុំធ្វើការ switch ទៅខាង admin ចឹងហ្នឹងគឺខាង admin ចឹងខ្ញុំធ្វើការ update ចឹងនៅក្នុង scenario នេះគឺខ្ញុំមាននៅmodel របស់យើងគឺមាន2ទី1គឺរូបភាពហើយនឹង mark របស់វាអញ្ចឹង mark របស់វាគឺនៅក្នុង banner ហ្នឹងគឺខ្ញុំអាចធ្វើការបើសិនជាយើងអាច upload banner បានច្រើនក៏ប៉ុន្តែ banner ដែលចាញ់គឺចាញ់តែមួយទេអញ្ចឹង banner ណាដែលមានmark របស់វានឹងស្មើ P1 ហ្នឹងគឺនឹង display នៅខាងផ្នែកhome page ហ្នឹងហើយអញ្ចឹងនៅពេលហ្នឹងខ្ញុំចង់ update អាហ្នឹងអញ្ចឹងនៅពេលហ្នឹងទៅខាងហ្នឹងគឺខ្ញុំចង់នៅពេលហ្នឹងគឺអា main slide show របស់យើងគឺ mark របស់យើងគឺ P1 គឺនៅក្នុង slide banner ទី3អញ្ចឹងនៅពេលហ្នឹងខ្ញុំចង់ update អាផ្សេងហ្នឹងគឺ banner ផ្សេងbanner នៅហ្នឹងតែមាន ID ទី1មកខាងហ្នឹងអញ្ចឹងនៅពេលហ្នឹងទៅខ្ញុំធ្វើការ update គឺនៅពេលហ្នឹងគឺយើងនឹង model វិញគឺមាន2អញ្ចឹងខ្ញុំអាច update mark ហ្នឹងទៅនៅពេលហ្នឹង mark ស្មើ P ស្មើ1អញ្ចឹងទៅនៅពេលហ្នឹងគឺcontroller នឹងទទួលយកអា request ហ្នឹងតាមរយៈការ send ពី React ហ្នឹងទៅហើយទៅទៀតពេលហ្នឹងគឺ controller ធ្វើការមួយ model ហើយគេថាធ្វើការ implement និងការ check នៅ logic នៃថានៅពេលដែលការ update ហ្នឹងថ្មី mark ថ្មីទៅឲ្យ image banner មួយទៀតហ្នឹងគឺទទួលថាបើសិនជាយើង update image ផ្សេងទៀតទៅជា P1 ដែលយើងនឹងបង្ហាញនៅខាងផ្នែក home screen ហ្នឹងគឺវានឹងធ្វើការ up model នឹងធ្វើការ update ទៅនៃទៅកាន់ database មានថាឆេងនៅអា mark របស់ image យើងចង់ update វាធ្វើ banner ហើយវាធ្វើការ update នៅតម្លៃអា banner ចាស់នេះ banner ដែលយើងដាក់ mark វាស្មើ1ដំបូងដែលយើង update ជាមួយអា banner ថ្មីហ្នឹងគឺវាធ្វើការឆេងអាហ្នឹងអញ្ចឹងធ្វើការដល់ពេលហ្នឹងទៅ controller នៅពេលដែលយើងធ្វើការ update ទៅនៅពេលហ្នឹងគឺគេថា controller នឹងធ្វើការភ្ជាប់ជាមួយនឹង model ជាមួយនឹងview ហ្នឹងមកវិញដោយខាង front end នៅពេលហ្នឹងគឺ React របស់យើងគឺ JSON object គឺដើរតួជំនួសជា view ព្រោះអត់មាន HTML ទេព្រោះយើងប្រើ React framework ពេលហ្នឹងទៅវានឹង respond អាហ្នឹងតាមរយៈ HTTP GET ហ្នឹងមកកាន់ខាង client side មកវិញអញ្ចឹងពេលហ្នឹងយើងបាន view ថ្មីហ្នឹងគឺ banner ថ្មីហ្នឹងអញ្ចឹងចំពោះdemo គឺខ្ញុំមានតែប៉ុណ្្នឹងទេចំណុចបន្ទាប់គឺយើងមាន lab មួយសម្រាប់ viewer ដែលគាត់ទស្សនាគឺយើងមាន lab ឲ្យ build simple to do list មួយដែល follow តាម MVC structure យើងគឺយើងមាន model យើងគឺសម្រាប់ handle ទៅលើto do list យើងហើយតមក view គឺមាន display list ហើយ input information សម្រាប់input form សម្រាប់ user ហើយ controller គឺ process input ហើយ update ទៅលើ model ចុងក្រោយអរគុណអ្នកនរគ្នាដែលបានមើលវីដេអូមួយនេះបើសិនជាមានសំណួរអីសូម comment នៅខាងក្រោម